នៅក្នុងវីដេអូនេះគឺយើងមកដឹងពីរបៀបដែលយើងអាចធ្វើនៅ Golden Text Effect បែបនេះនៅក្នុង Adobe Photoshop អញ្ចឹងបន្ទាប់ពីយើងធ្វើការវាយអក្សរហើយបន្តមកទៀតគឺខ្ញុំនឹងដូរពណ៌អក្សរហ្នឹងទៅ50% gray បានន័យថាជាពណ៌ប្រផេះ50% black យើងវាយកន្លែងតម្លៃលេខកន្លែងអក្សរ B ហ្នឹងកន្លែង black ហ្នឹងមក50%មកគឺយើងនឹងបានពណ៌ហ្នឹងហើយយើងជិះ OK បន្ទាប់មកយើងចុចស្ដាំដៃហើយយើងចូលទៅ blending option យើង check កន្លែង bevel and emboss អញ្ចឹងនៅក្នុងកន្លែង bevel and emboss ហ្នឹងកន្លែង style គឺយើងយក inner bevel ហើយ technique គឺយើងយក smooth សម្រាប់ depth យើងដាក់ប្រហែលជា700%មក direction យើងយក up ហើយ size គឺយើងដាក់ប្រហែលជា10បន្ទាប់មកកន្លែង angle shading នេះគឺយើងដាក់137ហើយ altitude យើងដាក់11ហើយបន្ទាប់មកទៀតកន្លែង highlight mode ហ្នឹង blend mode យក screen ហើយយើងដាក់75%ពណ៌ស shadow mode multiply 50% យើងដាក់តែប៉ុណ្្នឹងសិនមកគឺយើងនឹងបាន text ហ្នឹងវាទៅជាលក្ខណៈបែប 3D បែបហ្នឹងហើយបន្ទាប់មកយើងជិះ OK បន្ទាប់មកទៀតខ្ញុំធ្វើការចុច Ctrl G ដើម្បីធ្វើការគ្រប់វាហើយយើងដាក់អក្សរថា title មកឬក៏ main text បន្ទាប់មកទៀតយើងបង្កើតនៅ layer ថ្មីហើយខ្ញុំទាញវាដាក់នៅខាងលើ group របស់យើងសម្រាប់ layer ថ្មីហ្នឹងដែរយើងចុច Alt ឲ្យជាប់ហើយយើងបង្កើត clipping mask ទៅលើ group ហ្នឹងមកយើងចុចអក្សរ G ដើម្បីចូលមកកាន់ gradient tool ចឹងនៅក្នុង gradient tool នេះគឺយើងនឹងយក preset black and white ហើយយើងធ្វើការទាញ gradient ហ្នឹងបែបនេះគឺខ្ញុំចង់ឲ្យវាសខ្មៅបែបហ្នឹងបណ្ដេញខ្មៅពីខាងក្រោមទៅសនៅខាងលើប្រហែលជាប៉ុណ្នេះតមកទៀតយើងដូរ blending mode របស់ gradient ហ្នឹងទៅ overlay ចឹងគឺយើងនឹងបានបែបនេះហើយពីប្រភេទបែបហ្នឹងមកបែបនេះបន្តមកទៀតយើងធ្វើការដាក់ពណ៌មាសទៅលើវាចឹងដើម្បីធ្វើការដាក់ពណ៌មាសទៅលើវាយើងប្រើនៅ gradient map ដោយយើង select នៅកន្លែង adjustment layer ហ្នឹងហើយយើងយក gradient map បន្ទាប់មកយើងបង្កើត clipping mask មកសម្រាប់នៅក្នុង gradient map ហ្នឹងដែរគឺជាដំបូងគឺយើងយក preset black and white សិនមកហើយយើងធ្វើការadd នៅ color stop របស់យើងអញ្ចឹងសម្រាប់កន្លែង color ដំបូងដែលខ្ញុំនឹងដាក់នេះគឺខ្ញុំនឹងដាក់ពណ៌វារៀងមាសបែបនេះនិយាយទៅគឺមាសហ្នឹងវាលក្ខណៈដូចទៅនឹងពណ៌ frame ឬក៏ពណ៌ផ្កាឈូករបស់យើងអ្នកនរគ្នាគឺខ្ញុំព្យាយាម select ពណ៌ពីកន្លែងហ្នឹងទៅហើយយើងចុច OK មកតមកទៀតដើម្បីឲ្យវាបដិញពណ៌មាសមកបានរៀងស្អាតគឺយើងនឹងត្រូវបង្កើត color stop ហ្នឹងឲ្យបានរៀងច្រើនបន្តិចអញ្ចឹងសម្រាប់ color stop ទី2គឺខ្ញុំនឹងបង្កើតវាប្រហែលជាប៉ុណ្នេះកន្លែងត្រឹមហ្នឹងយើងសេរីកន្លែង location នេះមកប្រហែលជា11មកហើយខ្ញុំនឹងដាក់ពណ៌មួយនេះហើយយើងចុច OK បន្តមកទៀតយើងចុច add នៅ color stop មួយទៀតហើយសម្រាប់ color stop មួយនេះគឺខ្ញុំនឹងទាញ location វាប្រហែលជា23ហើយយើងដូរ color ទៅពណ៌រៀងបែបនេះម្ដងនិយាយទៅគឺយើងឆ្លាស់គ្នាយើងបដិញ gradient ហ្នឹង color stop មួយពណ៌មាសរៀងដិត color stop មួយទៀតយើងទៅឡើងរៀងភ្លឺ color stop មួយទៀតយើងដាក់រៀងដិតវិញ color stop មួយទៀតយើងដាក់រៀងភ្លឺវិញអញ្ចឹង gradient ហ្នឹងគឺវានឹងបដិញពណ៌មាសហ្នឹងឲ្យយើងហើយអញ្ចឹងយើង add នៅ color stop មួយទៀតកន្លែងនេះប្រហែលជាlocation 32ហើយយើងដូរពណ៌វាទៅពណ៌រៀងភ្លឺបែបហ្នឹងមកហើយយើងចុច OK color stop នេះដូចគ្នាយើង add មកប្រហែលជា48 location វាយើងសេរីមើលតាមចាស់ស្ដែងអ្នកនរគ្នាមិនបាច់ដូចខ្ញុំក៏បានដែរយើងគិតថាមួយណាប៉ុណ្ណាយើងពេញចិត្តស្អាតយើងសេរីទៅតាមហ្នឹងទៅខ្ញុំនឹងដាក់ពណ៌រៀងដិតវិញឃើញអត់អ្នកនរគ្នាគឺយើងចាប់ផ្ដើមបានពណ៌មាសហ្នឹងដូចទៅនឹងពណ៌ frame របស់យើងមកបដាហើយ add color stop មួយទៀតមក color stop ដែលខ្ញុំ add ទាំងអស់គឺប្រហែលជាចូល10 color stop ទេអ្នកនរគ្នាហើយយើង add បាន1 2 3 4 5 6ហើយយើងបន្ត add មកដល់កន្លែងនេះមកហើយសម្រាប់ color stop នេះគឺខ្ញុំដាក់ location ត្រឹម60ហើយខ្ញុំដូរពណ៌វាទៅជាពណ៌នេះហើយយើង add color stop មួយទៀតមកប្រហែលជា73កន្លែង location ហ្នឹង73យើងដាក់ពណ៌រៀងភ្លឺវិញហើយយើង add មួយទៀតអាច save gradient នឹងបានផងដែរបើកុំឲ្យយើងពិបាកនៅក្នុងការបង្កើតនៅ golden gradient នឹងមកសារជាថ្មីយើងគ្រាន់តែចុចនៅកន្លែង new មកគឺវានឹង save gradient នឹងឲ្យយើងហើយអញ្ចឹងបន្ទាប់ពីយើងបានធ្វើ gradient ហើយក៏ដូចជា save gradient នឹងហើយយើងអាចចុច OK មកហើយជំហានបន្ទាប់គឺខ្ញុំសូមប្រើនៅ level adjustment ដើម្បីធ្វើការ
តឡើងពលឺទៅលើវាបន្តិចនឹងតឡើងកន្លែងនេះប្រហែលជា1.10 យើងអាចបិទមើលបាន before and after អូខេគឺមានប៉ុណ្ណឹងតមកទៀតខ្ញុំសូមចូលមក blending option នេះសារជាថ្មីដើម្បីដាក់ effect មួយចំនួនទៅលើវាបន្ថែមជាងចុចស្ដាំដៃមកយើងចូលទៅ blending option អញ្ចឹងសម្រាប់ effect បន្ទាប់ដែលខ្ញុំនឹងដាក់គឺខ្ញុំនឹងដាក់ stroke យើង check កន្លែង stroke មកសម្រាប់ stroke size វាយើងដាក់តូចទេយើងដាក់ធំ3 pixel ហើយ blend mode normal opacity 100បន្ទាប់មកកន្លែង fill type ហ្នឹងគឺយើងត្រូវប្រកាសថាយើងដូរពី color មក gradient ហើយសម្រាប់ gradient គឺយើង select នៅ gradient ដែលយើងទើបតែ save មិញហ្នឹងអ្នកនរគ្នាហើយយើងចុច OK បន្ទាប់មក complete check កន្លែង reverse ដើម្បីឲ្យវា reverse gradient ហ្នឹងយើងអាចបិទបើកមើលបានអានេះមុនពេលដែលយើងដាក់ stroke អានេះពេលដែលយើងដាក់ stroke ហើយបន្ទាប់មកទៀតខ្ញុំនឹងធ្វើការដាក់នៅ inner shadow យើង check កន្លែង inner shadow នេះអញ្ចឹងនៅក្នុង inner shadow ហ្នឹងគឺយើងដាក់ពណ៌ខ្មៅជាមួយនឹង opacity 30% ហើយ blend mode គឺយើងយក normal ហើយបន្តទៀត distance គឺយើងដាក់ធំ5មកហើយ size គឺយើងដាក់25អីទៅគឺយើងនឹងបាន feel ខាងក្នុងវាហ្នឹងគឺរៀងទៅមាសកាន់តែមាសជាងមុនទៀតអ្នកនរគ្នាដូចយើងឃើញអញ្ចឹងគឺវានឹងកាន់តែចែងចាំងជាងមុនទៀតយើងអាច uncheck មើលបាន before and after ចឹងជំហានបន្តមកទៀតគឺខ្ញុំនឹងធ្វើដាក់ outer glow ដោយសារតែខ្ញុំចង់ឲ្យវាមើលមកវារៀងមាន reflection ទៅលើពណ៌មាសហ្នឹងណាចឹងគឺខ្ញុំ check កន្លែង outer glow នេះសម្រាប់ outer glow គឺខ្ញុំប្រើប្រាស់ពណ៌មួយនេះដែលខ្ញុំ select ពី color text របស់យើងហ្នឹងហើយយើងចុច OK ហើយយើងដូរ blend mode ពី normal ទៅ color dot ជាមួយនឹង opacity 25%បន្ទាប់មកយើងដាក់ទំហំវាប្រហែលជា100 pixel គឺយើងនឹងបាន effect ប៉ុណ្នេះហើយយើងអាចបិទបើកមើលបាន before and after ហើយយើងចុច OK អញ្ចឹងសម្រាប់អ្នកទាំងអស់គ្នាដែលចាប់អារម្មណ៍រៀនទៅនឹង Photoshop និងការ design poster ខ្ញុំណែនាំវា Photoshop Unlimited នេះដល់អ្នកទាំងអស់គ្នាពីការចាប់ផ្ដើមដំបូងរហូតដល់កម្រិត Advanced ដែលយើងអាច design poster បាននៅក្នុងវគ្គនេះគឺរួមបញ្ចូលសំខាន់ៗដូចជាមេរៀន Photoshop ពេញតែម្ដងពីការប្រើប្រាស់ tool និងការប្រើប្រាស់មុខងារផ្សេងៗនៅក្នុង Photoshop និងវីដេអូបង្ហាញការអនុវត្ត design poster ផ្ទាល់ចំនួន8 poster ហើយនឹងមានការបន្ថែមវីដេអូ design poster 2វីដេអូរៀងរាល់ខែបន្ថែមទៀតអញ្ចឹងអ្នកទាំងអស់គ្នាចំណាយតែម្ដងទេនឹងទទួលបានមេរៀន Photoshop ថ្មីៗរៀងរាល់ខែបើសិនជាចាប់អារម្មណ៍អាចតាក់ទងមកតាម Telegram របស់ខ្ញុំបាន